Ok នេះគឺជារបៀបបំពេញតាក់សហរដ្ឋអាមេរិកបាទជាមួយនឹង EIN តម្រង់ W9 យើងមាន EIN ហើយយើងមានអាស័យដ្ឋាននៅសហរដ្ឋអាមេរិកជាមួយ EIN ស្រាប់អញ្ចឹងយើងអាចបំពេញតាក់តម្រង់ W9 នៅសហរដ្ឋអាមេរិកបាទអញ្ចឹងតាក់របស់ខ្ញុំនេះគឺបានបំពេញជាមួយ ASN បាទអញ្ចឹងខ្ញុំមកកែវាសារជាថ្មីដើម្បីបំពេញជាមួយ EIN បាទអញ្ចឹងខ្ញុំចូលដើម្បីកែអាស័យដ្ឋានកែឈ្មោះបាទកែសារថ្មីហើយកែកន្លែងផ្សេងទៀតបាទអញ្ចឹងយើងចូលដើម្បីកែបាទអញ្ចឹង login ចូលជាមួយ 2FA បាទអញ្ចឹងកន្លែងឈ្មោះនេះក៏ខ្ញុំត្រូវការកែដែរកន្លែងនេះបាទកែដាក់ឈ្មោះឲ្យដូចជាមួយនឹង EIN បាទអញ្ចឹងឈ្មោះនៅលើ EIN គឺឈ្មោះជាអក្សរធំគឺខ្ញុំដាក់អក្សរធំទាំងអស់ដូច EIN អញ្ចឹងបាទហើយកន្លែងនេះអាស័យដ្ឋានបាទអាស័យដ្ឋានបាទខាងក្រោមឈ្មោះរបស់នេះគឺអាស័យដ្ឋានកន្លែងនេះអញ្ចឹងកន្លែងអាស័យដ្ឋានខាងក្រោមនេះក៏យើងធ្វើការកែសារថ្មីដែរឲ្យដូចទៅនឹងអាស័យដ្ឋាននៅលើ EIN របស់យើងបាទអញ្ចឹងយើងធ្វើការលុបចោលកន្លែងហ្នឹងអាស័យដ្ឋានដែលយើងធ្លាប់បំពេញពីមុនមកបាទអាស័យដ្ឋាននេះនៅសហរដ្ឋអាមេរិកដូចគ្នាប៉ុន្តែយើងកែអាស័យដ្ឋាននេះឲ្យដូចទៅនឹងអាស័យដ្ឋាន EIN របស់យើងបាទយ៉ាងកន្លែងនេះយើងធ្វើការបំពេញមកឲ្យដូចនៅលើ EIN របស់យើងនៅលើ EIN របស់យើងគឺមានឈ្មោះដែលយើងភ្ជាប់ជាមួយនឹងហើយបន្ទាប់មកអាស័យដ្ឋានបាទអាស័យដ្ឋានគឺនៅកន្លែងតែមួយហ្នឹងបាទជាមួយឈ្មោះហ្នឹងអញ្ចឹងកន្លែងហ្នឹងយើងធ្វើការដាក់អាស័យដ្ឋានបាទអាស័យដ្ឋានហ្នឹងមកឲ្យដូច EIN បាទនៅលើ EIN គឺសិតតែអក្សរធំប៉ុន្តែយើងកន្លែងនេះគឺយើងអាចដាក់អក្សរតូចបានបាទដាក់អក្សរតូចបាទនៅលើ EIN គឺអក្សរធំទាំងអស់បាទកន្លែងអាស័យដ្ឋានមិនថាឈ្មោះអាស័យដ្ឋានគឺអក្សរធំទាំងអស់ប៉ុន្តែកន្លែងនេះយើងអាចបំពេញជាអក្សរតូចបានបាទអញ្ចឹងកន្លែង city នេះគឺយើងដាក់តាមដែលនៅក្នុង EIN ដូចគ្នាបាទកន្លែងនេះ city នៅ Los Angeles បាទហើយកន្លែងនេះក៏យើងយក CA California CA គឺ California Los Angeles បាទហើយកន្លែងនេះគឺ zip code គឺមានដូចគ្នានៅក្នុង EIN របស់យើងបាទយើងដាក់ឲ្យដូចគ្នាទាំងអស់អញ្ចឹងមកបាទបន្ទាប់មកយើងធ្វើការ update បាទ update ព័ត៌មានរបស់យើងនៅកន្លែងហ្នឹងបាទយើងធ្វើការ update មកបាទអូខេអញ្ចឹងយើង update មកគឺវា load មកបែបនេះដែរទេបាទដើម្បីឲ្យយើងធ្វើការ update តាក់របស់យើងបាទអញ្ចឹងកន្លែងនេះយើងចូលទៅដើម្បីធ្វើការ add តាក់មកយើងពេញយើងកែព័ត៌មានបាទយើងរួចរាល់ហើយបាទកែកន្លែងនេះយើងកែរួចរាល់ហើយយើងចូលទៅ add តាក់តែម្ដងបាទអញ្ចឹងយើងចូលទៅ add តាក់យើង login account របស់យើងចូលបាទ login ជាមួយ account admin ហ្នឹងយើង login ចូលទៅគឺដើម្បី add តាក់របស់យើងបាទអូខេអញ្ចឹងយើងមើលទម្រង់តាក់របស់យើងពីមុនបាទគឺអានេះយើងពេញជាមួយ ASN អញ្ចឹងយើងកែវាបាទកែវាជាមួយ EIN ម្ដងបាទអញ្ចឹងយើង login ចូលបាទ login ចូលម្ដងទៀតបាទកន្លែងនេះមកអូខេនៅលើកន្លែង individual និង business នេះយើងត្រូវយកទី2បាទយក business បើយើងបំពេញជាមួយ EIN គឺយើងយក business បើសិនជាយើងបំពេញជាមួយ ASN គឺយើងយក individual បាទអូខេអញ្ចឹងយើងយក business យកទី2ហើយបន្ទាប់មកយើងយក yes រហូតមកបាទហើយបន្ទាប់មកកន្លែងនេះយើងអត់ពេញអីទេបន្ទាប់ពីយើងឈ្មោះយើងគឺវា load មកស្រាប់តែម្ដងបន្ទាប់មកកន្លែងនេះគឺយើងដាក់អាស័យដ្ឋាន EIN បាទអញ្ចឹង EIN របស់យើងគឺមានលេខ9ខ្ទង់បាទបន្ទាប់មកយើងគ្រីកកន្លែងនេះមួយមកហើយបន្ទាប់មកយើងចុច next បាទហើយអាស័យដ្ឋាននេះគឺយើងបានកែរួចហើយគឺអញ្ចឹងវាទៅតាមដែលយើងបានកែរួចហ្នឹងកន្លែងនេះគឺយើងត្រូវបំពេញឈ្មោះយើងឡើងវិញបាទបំពេញឈ្មោះយើងបាទអូខេអញ្ចឹងកន្លែងនេះយើងចុច next ទៅគឺវាឲ្យយើងចុចម្ដងទៀតវាដាក់វា load អក្សរពណ៌ក្រហមមកយើងចុច next ម្ដងទៀតបាទទៅបាទអញ្ចឹងតម្រូវឲ្យយើងចុច2ដងយើងចុចម្ដងអត់ទៅទៅមកយើងចុចម្ដងទៀតបាទយើងមិនបាញ់ពេញអីទេយើងចុចម្ដងទៀតគឺវាទៅបាទហើយយើងចុច next មកនេះកន្លែងហ្នឹងមកបាទអូខេអញ្ចឹងចេញតម្រង់ W9 ឲ្យយើងមើលហើយបាទយើងបានពេញអីខ្លះមិញបាទអញ្ចឹងតម្រង់នេះគឺយើង submit ទៅគឺបានរួចរាល់ហើយបាទ
ពេលដែលយើងពេញតាក់ហ្នឹងយើង submit ហើយគឺវារួចរាល់ហើយយើង update រួចរាល់ហើយតាក់របស់យើងអញ្ចឹងយើងត្រឹមត្រូវហើយយើងចុចដានបាទចុចដានមកគឺរួចរាល់អញ្ចឹងវាលែងក្រហមហើយបាទលែងក្រហមហើយលែងមានពណ៌ក្រហមហើយតាក់របស់យើងគឺបានកែសម្រួលឲ្យបានត្រឹមត្រូវជាមួយអាស័យដ្ឋាន EIN បាទ